ជាថ្មីម្ដងទៀតហើយលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានគម្រាមថាសហរដ្ឋអាមេរិកនេះនឹងទម្លាក់គ្រាប់បែកដើម្បីកំទេចរូងភ្នំរបស់ប្រទេសអ៊ីរ៉ង់ដោយយើងនឹងស្រាប់ហើយនៅទាំងអស់គ្នាតែរូងភ្នំរបស់ប្រទេសអ៊ីរ៉ង់នោះគឺជាកន្លែងស្តុកអាវុធដ៏ធំរបស់ប្រទេសនេះហើយប្រសិនបើសហរដ្ឋអាមេរិកនេះទម្លាក់គ្រាប់បែកកំទេចរូងភ្នំនោះគឺសំដៅទៅលើការកំទេចនៅទីតាំងស្តុកអាវុធដ៏ធំរបស់ប្រទេសអ៊ីរ៉ង់នោះឯងហើយការពីមុនមកនោះសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីស្រាអែលនេះបានបើកការវាយប្រហារទៅលើទីតាំងស្តុកមីស៊ីលក្រោមដីរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងគឺมันបានជោគជ័យទេអ្នកទាំងអស់គ្នាដូចក៏ដោយសារតែឃ្លាំងអាវុធរបស់ប្រទេសអ៊ីរ៉ង់នេះគឺនៅជ្រៅពេកដល់ពេលអញ្ចឹងទៅក្របបាញ់របស់សហរដ្ឋអាមេរិកដែលបានទម្លាក់ពីលើយន្តហោះចម្បាំងរបស់ពួកគេនោះគឺมันអាចជ្រុលទៅចូលដល់ជ្រៅទីតាំងកន្លែងដែលប្រទេសអ៊ីរ៉ង់នេះស្តុកអាវុធរបស់ពួកគេនោះឡើយដល់ពេលអញ្ចឹងទៅបន្ទាប់ពីសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានស្ងប់ស្ងាត់បានបន្តិចនោះប្រទេសអ៊ីរ៉ង់នេះក៏បានយកគ្រឿងចាក់តការយកអាវុធរបស់ខ្លួនយ៉ាងច្រើនមកទុកដើម្បីបាញ់មកលើសហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកតទៅទៀតអញ្ចឹងហើយបានជាប្រទេសអ៊ីរ៉ង់នេះគឺនៅតែមានសមត្ថភាពអាចបើកការបាញ់ប្រហារដោយមីស៊ីលនិងយន្តហោះដ្រូនរបស់ខ្លួនជាច្រើនទៅលើមូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាតទៅទៀតអញ្ចឹងកុំឲ្យខាត់ពេលវេលាច្រើនយើងស្ដាប់ព័ត៌មាននេះទាំងអស់គ្នាបាទលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំកាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសថាសហរដ្ឋអាមេរិកអាចនឹងទម្លាក់គ្រាប់បែកដើម្បីកំទេចរូងភ្នំរបស់ប្រទេសអ៊ីរ៉ង់ដែលលោកបានចោទប្រកាន់ថាទីតាំងរូងក្រោមដីរបស់ប្រទេសអ៊ីរ៉ង់នោះគឺជាទីកន្លែងសម្រាប់ផលិតអាវុធនុយក្លេអ៊ែរថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងកម្មវិធី Q Harvard Show លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនេះបានប្រកាសថាសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារទៅលើភ្នំពីកាសនៅក្នុងទឹកដីរបស់ប្រទេសអ៊ីរ៉ង់នាពេលចាប់ខាងមុខនេះហើយដោយសារតែនៅទីនោះគឺមានរោងចក្រនុយក្លេអ៊ែររួមទាំងសកម្មភាពចម្រាញ់សារធាតុអ៊ុរ៉ាញ៉ូមនិងជាកំផែងដែលរឹងមាំដើម្បីការពាររូងក្រោមដីចំនួន2ដែលបានកប់យ៉ាងជ្រៅនៅក្នុងដីបើយើងទៅតាមទស្សនៈបដីដែលហ៊ីលបានដឹងថាភ្នំពីកាសនោះធ្លាប់បានរួចខ្លួនអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកម្ដងហើយកាលពីក្នុងអំឡុងខែមិថុនាឆ្នាំ2025កន្លងទៅតែទោះបីជាយ៉ាងណាក្រុមអ្នកជំនាញបានវិតម្លៃថាក្របបែកដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកទាំងនោះធ្លាប់អាចបំផ្លាញនៅលរដ្ឋានដ៏ធំៗបានក៏ប៉ុន្តែទំនងជីវិតមិនអាចជ្រាបចូលទៅដល់យ៉ាងជ្រៅនៅក្រោមរូងភ្នំទាំងអស់នោះបានឡើយផ្លូវរូងក្រោមភ្នំទាំងនេះគឺត្រូវបានកប់រហូតដល់ជម្រៅមានប្រមាណរហូតដល់600ម៉ែត្រឯណោះស្ថិតនៅក្រោមថ្មក្រានីតហើយវាគឺត្រូវបានគេសង្ស័យថាជាទីតាំងចម្រាញ់និងស្តុកទុកនៅសារធាតុអ៊ុរ៉ាញ៉ូមការគម្រាមកំហែងរបស់លោកដូណាល់ត្រាំបែបនេះកើតមានឡើងនៅស្រាប់ពេលនាទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថាសហរដ្ឋអាមេរិកនេះគឺត្រៀមបើកការវាយប្រហារជុំថ្មីដើម្បីបន្តដាក់គំនាបយ៉ាងធ្ងន់ធ្ងរមកលើកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់ដែលមានគោលបំណងដើម្បីធ្វើឲ្យខូចខាតនូវសមត្ថភាពរបស់ពួកគេដើម្បីកុំឲ្យពួកគេនៅតែបន្តបើកការវាយប្រហារទៅលើជនស្លូតត្រង់និងនាវាពាណិជ្ជកម្មដែលកំពុងតែបើកឆ្លងកាត់តាមច្រកសមុទ្រដ៏អមូការត្រៀមខ្លួនសារជាថ្មីនេះក្រោយតាំងពីកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកបានបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល3ថ្ងៃជាប់គ្នាកន្លងមកហើយពោលគឺកាលពីសប្តាហ៍មុនដោយលើកហេតុផលថាជាការសងសឹកចំពោះការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់មកលើនាវាពាណិជ្ជកម្មដែលកំពុងតែបើកឆ្លងកាត់តាមច្រកសមុទ្រដ៏មូ